បាទបងប្អូនបាទហ្នឹងលោកគ្រូមកបាទបាទគ្នាយើងមករៀនជាមួយលោកគ្រូទាំងអស់គ្នាតាក់ទងជាមួយនឹងបាទការកំណត់ឬក៏រកទូទីអិននៃស្វីតធរណីមាត្រអញ្ចឹងនៅពេលដែលបងប្អូនចាប់ផ្ដើមធ្វើបាទលំហាត់កំណត់ទូទីអិននៃស្វីតធរណីមាត្របងប្អូនត្រូវបាទចងចាំនៅរូបមន្តមួយគឺបាទរូបមន្តទូទីអិនអ៊ុយអិនស្មើជាមួយនឹងអ៊ុយមួយគុណជាមួយនឹងគុយស្វ័យគុណដក1ដែលអ៊ុយមួយនេះគឺជាទូទី1នៃស្វីតបាទគុយនេះគឺជាផលសងរួមនៃស្វីតធរណីមាត្រអញ្ចឹងលោកគ្រូមានលំហាត់គំរូមួយសម្រាប់បងប្អូនបាទយកទៅបាទមើលឲ្យចេះប្រើប្រាស់នៅរូបមន្តរបស់ Sweet Honey នេះអញ្ចឹងតើកុំឲ្យខាត់ពេលវេលាយូរលោកគ្រូបាទបង្ហាញកំណត់ទូទី n អញ្ចឹងនៅពេលដែលយើងកំណត់ទូទី n នៃ Sweet Honey នេះបាទយើងមើល Sweet ខាងលើសិនតើ Sweet នេះជា Sweet Honey នេះហើយនៅ Sweet Honey នេះវានិយមន័យរបស់វាគេថាទូនីមួយនៃ Sweet Honey នេះក្រៅពីទូទី1ស្មើជាមួយនឹងបាទទូមុនបន្ទាប់គុណជាមួយនឹងចំនួនថេណាមួយចំនួនថេគុយណាមួយដែលគុយហ្នឹងវាគឺជាផលធៀបរួមនៃស្វីតអញ្ចឹងយើងមើលពីទូទី1ទៅដល់6នេះគុណនឹង3ណាបានន័យថាបើសិនបើទៅទូបន្ទាប់ទូទី3ប្រកាសជាយក6នេះគុណនឹង3ទៀតដល់ទៅទូបន្ទាប់ទៀតវានឹងគុណនឹង3ទៀតណាឃើញទេអញ្ចឹងបានប៉ុណ្ណេះអានេះគឺវាស្វីតធនីមាត្រហើយអញ្ចឹងយើងអាចធ្វើតាមរូបមន្តបានបាទតាមរូបមន្តស្វីតធនីមាត្ររបស់យើងបាទទូទីអិនមកវាអ៊ុយអិនស្មើជាមួយនឹងអ៊ុយ1គុណជាមួយនឹងបាទគុយស្វ័យគុណ n ដក1ដោយបាទយើងដឹងថាអ៊ុយ1របស់វានៅក្នុងនេះមែនបាទស្មើ2បាទនឹងគុយវាស្មើជាមួយនឹងអ៊ុយ2នៅលើអ៊ុយ1ឬក៏អ៊ុយ3លើអ៊ុយ2ក៏បានអញ្ចឹងលោកគ្រូយកអ៊ុយ2លើអ៊ុយ1បាទអ៊ុយ2នៅលើអ៊ុយ1ស្មើជាមួយនឹង6នៅលើ2ដែលវាស្មើ3នៅពេលដែលយើងបានអ៊ុយ1បានគុយហើយយើងអាចកំណត់បាទតួទី n នៃស្វីតធរណីបានយ៉ាងងាយយើងគ្រាន់តែយកអានេះទៅជំនួសទៅអញ្ចឹងនាំឲ្យបាទអ៊ុយ n ស្មើជាមួយនឹងនៅត្រង់នេះយើងជួសលេខ2ចូលយើងបាន2គុណជាមួយនឹងនៅត្រង់នេះយើងមើលនៅពេលដែលយើងរកទៅឃើញប៉ុណ្ណេះបាទលោកគ្រូបាន3ស្វ័យគុណ n ដក1អញ្ចឹងលទ្ធផលរបស់វាបាទគ្នាយើងទុកប៉ុណ្ណឹងក៏បានព្រោះបើសិនជាយើងបន្តទៅមុខទៀតក៏វាអត់បានអីដែរមានតែប៉ុណ្ណឹងណាអញ្ចឹងបានន័យថាទូទី n របស់វាដូចនេះបាទអ៊ុយ n របស់វាហ្នឹងស្មើជាមួយនឹង2គុណជាមួយនឹង3ស្វ័យគុណ n ដក1នេះគឺជាទូទី n នៃស្វីតនេះបើយើងបន្តទៅមុខទៀតដល់ទូទី n អញ្ចឹងក្នុងបាទការកំណត់ទូទី n លោកគ្រូលើកឡើងនៅក្នុងលំហាត់ដែលបាទយកទៅប្រើប្រាស់រូបមន្តដែលងាយយល់ថាត្រូវរកអីខ្លះមានតែប៉ុណ្ណឹងអញ្ចឹងក្នុងវីដេអូនេះលោកគ្រូសូមបញ្ចប់ត្រឹមហ្នឹងណាបងប្អូនអរគុណច្រើនបងប្អូនបាទជាបន្តលោកគ្រូបាទយកបាទលើកឡើងលើលំហាត់បាទស្វីតធរណីមាត្រនៅលំហាត់លេខ2ដែលនៅក្នុងលំហាត់នេះគេឲ្យយើងគណនារកទូទី10នៃស្វីតហ្នឹងអញ្ចឹងនៅក្នុងនេះគេឲ្យយើង4ទូមានទូទី1ទូទី2ទូទី3ទូទីបាទ4អញ្ចឹងបន្តតាទូទី10ស្មើនឹងប្រមាណអញ្ចឹងដើម្បីកំណត់ទូទី10បាទគ្នាយើងបាទទី1ធ្វើម៉េចបាទទី1គ្នាយើងធ្វើកំណត់ទូទី n របស់វាសិនមកកុំឲ្យបបាណាអញ្ចឹងនៅកន្លែងនេះលោកគ្រូដាក់តាមរូបមន្តបាទតាមរូបមន្តបាទរូបមន្តបាទអ៊ុយ n ស្មើជាមួយនឹងទូទី1គុណជាមួយនឹង n សេគុណគុយសេគុណដក1អញ្ចឹងនៅកន្លែងនេះគ្នាយើងគេឲ្យយើងគណនាអ៊ុយអីអ៊ុយ10ណាអញ្ចឹងលោកគ្រូដាក់បានអ៊ុយ10អញ្ចឹងត្រង់ n នេះចំនួនលេខ10ចូលស្មើជាមួយនឹងអ៊ុយ1គុណជាមួយនឹងគុយបាទស្វ័យគុណមែន10ដក1ព្រោះនៅកន្លែងនេះយើងមិនអ៊ុយ10បើវា n អានេះក៏ n ដែរនៅពេលដែលយើងជួ10ចូលកន្លែង n កន្លែងនេះបាន10អញ្ចឹង10ដក1យើងបាន9អញ្ចឹងអ៊ុយ n អ៊ុយ10ណាសំទោសបាទអ៊ុយ10បាទអ៊ុយ10ស្មើជាមួយនឹងអ៊ុយ1ដែលអ៊ុយ1ស្មើប៉ុន្មានស្មើ2ជួលលេខចូលមក2គុណជាមួយនឹងគុយបាទគុយគ្នាយើងដឹងថាគុយវាស្មើជាមួយនឹងអ៊ុយ2នៅលើអ៊ុយ1អញ្ចឹង4ចែកនឹង2បាន2ស្វ័យគុណ9នេះអញ្ចឹងនៅកន្លែងនេះបាទគ្នាយើងមើល2សេគុណ9ស្មើប៉ុន្មានទេយើងបាទអ៊ុយ10បាទស្មើជាមួយនឹង2សេគុណ9
បាទ2សេគុណ5 30ណា2សេគុណ32ណា32អញ្ចឹង2សេគុណ5បាទស្មើនឹង32គុណជាមួយនឹង2សេគុណ4ស្មើ16អញ្ចឹងស្មើនឹង32គុណ16វា6 2 12សេលេខ2បាទអានេះ12 18 19 32ចឹងបាន2 1បាទ5ហើយគុណនឹង2យើងបានចឹងនៅកន្លែងនេះបានស្មើនឹង2គុណជាមួយនឹង512ស្មើជាមួយនឹងបាទ4 2 10អញ្ចឹងបើយើងបន្តទៅទូទី10វាស្មើជាមួយនឹង1024ណាអញ្ចឹងដូចនេះបាទដូចនេះ10ស្មើជាមួយនឹងបាទ1024អញ្ចឹងក្នុងការកំណត់រកតួទីបាទ10របស់យើងបាទក្នុងការដោះស្រាយគឺមានតែប៉ុណ្ណឹងបាទមិនពិបាកទេដោយសារយើងមានរូបមន្តស្រាប់ណាអញ្ចឹងលោកគ្រូសូមបញ្ចប់ត្រឹមនឹងចុះអរគុណច្រើនណាបងប្អូនបាទជាបន្តលោកគ្រូបាទយកបាទលើកឡើងលើលំហាត់បាទស្វីតធរណីមាត្រនៅលំហាត់លេខ2ដែលនៅក្នុងលំហាត់នេះគេឲ្យយើងគណនារកទូទី10នៃស្វីតហ្នឹងអញ្ចឹងនៅក្នុងនេះគេឲ្យយើង4ទូមានទូទី1ទូទី2ទូទី3ទូទីបាទ4អញ្ចឹងបន្តតាទូទី10ស្មើនឹងប្រមាណអញ្ចឹងដើម្បីកំណត់ទូទី10បាទគ្នាយើងបាទទី1ធ្វើម៉េចបាទទី1គ្នាយើងធ្វើកំណត់ទូទី n របស់វាសិនមកកុំឲ្យបបាណាអញ្ចឹងនៅកន្លែងនេះលោកគ្រូដាក់តាមរូបមន្តបាទតាមរូបមន្តបាទរូបមន្តបាទអុយ n ស្មើជាមួយនឹងទូទី1គុណជាមួយនឹង n សេគុណគុយសេគុណដក1អញ្ចឹងនៅកន្លែងនេះគេឲ្យយើងគណនាអុយអីអុយ10ណាអញ្ចឹងលោកគ្រូដាក់បានអុយ10អញ្ចឹងត្រង់ n នេះចំនួនលេខ10ចូលស្មើជាមួយនឹងអុយ1គុណជាមួយនឹងគុយបាទស្វ័យគុណប៉ុន្មាន10ដក1ព្រោះនៅកន្លែងនេះយើងមិនអុយ10បើវា n អានេះក៏ n ដែរនៅពេលដែលយើងជួ10ចូលកន្លែង n កន្លែងនេះបាន10អញ្ចឹង10ដក1យើងបាន9អញ្ចឹងអុយ n អុយ10ណាសំទោសបាទអុយ10បាទអុយ10ស្មើជាមួយនឹងអុយ1ដែលអុយ1ស្មើប៉ុន្មានស្មើ2ជួលលេខចូលមក2គុណជាមួយនឹងគុយបាទគុយគ្នាយើងដឹងថាគុយវាស្មើជាមួយនឹងអុយ2នៅលើអុយ1អញ្ចឹង4ចែកនឹង2បាន2ស្វ័យគុណ9នេះអញ្ចឹងនៅកន្លែងនេះបាទគ្នាយើងមើល2សេគុណ9ស្មើប៉ុន្មានទេយើងបាទអុយ10បាទស្មើជាមួយនឹង2សេគុណ9បាទ2សេគុណ5 30ណា2សេគុណ32ណា32អញ្ចឹង2សេគុណ5បាទស្មើនឹង32គុណជាមួយនឹង2សេគុណ4ស្មើ16អញ្ចឹងស្មើនឹង32គុណ16វា6 2 12សេលេខ2បាទអានេះ12 18 19 32អញ្ចឹងបាន2 1បាទ5ហើយគុណនឹង2យើងបានអញ្ចឹងនៅកន្លែងនេះបានស្មើនឹង2គុណជាមួយនឹង512ស្មើជាមួយនឹងបាទ4 2 10អញ្ចឹងបើយើងបន្តទៅទូទី10វាស្មើជាមួយនឹង1024ណាអញ្ចឹងដូចនេះបាទដូចនេះអុយ10ស្មើជាមួយនឹងបាទ1024អញ្ចឹងក្នុងការកំណត់រកតួទីបាទ10របស់យើងបាទក្នុងការដោះស្រាយគឺមានតែប៉ុណ្ណឹងបាទមិនពិបាកទេដោយសារយើងមានរូបមន្តស្រាប់ណាអញ្ចឹងលោកគ្រូសូមបញ្ចប់ត្រឹមនឹងចុះអរគុណច្រើនណាបងប្អូន